นมอยากยำมาเลี้ยดำรองนมซองค้างแล้วก็กัดจานแล้วก็ท่าได้ประดามขโมยได้ท่าบอกยำดาวตนะการเลี้ยงเชียมไอ้มันบาดเจ็บยำตะเลียงเตยยังมีอาการะเปิดตกกระไดจุกแกจกโรยได้เชื้อชื่อก็ยำได้ก็ยำเชื้อให้เด็กมันลวกជំងឺតម្រងនោមគឺជាជំងឺដ៏ស្ងៀមស្ងាត់ហើយវាមិនសូវបានបញ្ចេញរោគសញ្ញាកាចសាហាវអ្វីនោះទេហេតុនេះហើយទម្រាំតែអ្នកដឹងខ្លួនគឺគ្រូលៀនរបស់អ្នកខូចបាត់ទៅហើយបែរគេថាមិនដែរគេថាទៅពេញប្រូស្តាតនឹងវារីក រីកពេញប្រូស្តាតវាឡើងកម្រិតដល់ណាដែរបាទ180 180អញ្ចឹងអារីកពេញប្រូស្តាតហ្នឹងវាធ្វើទុកយ៉ាងម៉េចដែរបាទអានឹងវាក្តៅហើយនោមបបាក់នោមណាបបាក់នោមមានថានោមចេញមកនោមមិនចេញមកទៅដល់ទៅពេទ្យទៅជួយសងគ្រូគេចោះបន្ទាប់ពីប្រើមួយរយៈខ្ញុំទៅមកពូខលមកពូដើម្បីសួរនាំពីការពូថាបានធូរហើយខ្ញុំធម្មតាយើងទីអ្នកលក់ណាបងណាសប្បាយចិត្តមែនទេចង់សួរពូថាតើអាការៈមកដល់ពេលនេះយ៉ាងម៉េចដែរវាធូរបានចង់ថាវានោមវាលែងក្រហមបាទហើយវាលែងឈឺដូចថាយើងឈឺយើងនោមទៅវាឈឺបាទឥឡូវវាអត់ឈឺទេអត់ឈឺនោមសឡើងវិញនោមសនោមលែងឈឺចុះពូថាចុករយកលៀនយ៉ាងម៉េចដែរឥឡូវអាហ្នឹងក៏វាបាត់ដែរបាត់ចុករយកលៀនចុកបញ្ហាចកេះរបស់ពូយ៉ាងម៉េចដែរអាហ្នឹងក៏វាលែងដែរលែងឈឺចកេះដែរពូបាទលែងដែរហើយមិនត្រឹមតែប៉ុណ្្នឹងវាលែងឈឺទាំងកាពះទៀតអូកាពះលែងឈឺដែរបាត់ដែរទាំងកាពះចាំមេថាមិនត្រឹមតែពូមានបញ្ហាកាពេញប្រូស្តាតទេពូមានបញ្ហាដល់កាពះទៀតកាពះបាទបើអ្នកមានលេចចេញនៅរោគសញ្ញាដូចជានោមញឹកនោមសល់នោមមានអារម្មណ៍ថានោមមិនអស់ហើមជើងនិងហើមកជើងឈឺចុករយចង្កេះឈឺចុកអួលលើថ្ងាសចង្វាក់ទឹកនោមបាញ់មកខ្សោយនោមមកឈឺហើយក្តៅសមត្ថភាពផ្លូវភេទចុះខ្សោយនោមពណ៌លឿងខ្លាំងនោមមកពពុះធំក្លិននោមទាស់គ្រោះតម្រង់នោមរោគសញ្ញាទាំងអស់នេះចាប់ផ្ដើមវិវត្តខ្លួនយឺតបន្តិចម្ដងរហូតធ្វើឲ្យតម្រង់នោមរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរដោយមិនដឹងខ្លួនកែហើយបាត់ជើងតូចញឹកញាប់មានអាការៈឈឺក្រោមពោះអួលណាថាពុកម៉ែបងប្អូនគាត់អស់ជំរឿសប្រើថ្នាំពេទ្យយើងមិនថារបស់គេមិនល្អតែយើងទៅថ្នាំពេទ្យដែលអស់ជំរឿសក៏អាចមកសាកប្រើផលិតផលនេះគឺល្អពេទ្យមានគ្រូក្រងនងក៏ទិញត្រាំក្រុមហ៊ុនខាគូទីលដែរបកែស័ក្តិសិទ្ធការនោមរបស់យើងការអស់ទឹកសាត់ពេលយប់ហ្នឹងគឺវាថយទៅរហូតដល់បច្ចុប្បន្នអាត្មាប្រើអស់មួយកំប៉ុងហ្នឹងហើយទោះតែឈប់ប្រើនេះក៏ឈប់ប្រើប្រហែលជាកន្លះខែហ្នឹងអស់កន្លះខែបាទប្រហែលជាចិត្តមួយខែអញ្ចឹងចង់និយាយថាមួយយប់មួយកថោពេញហើយអាដបទឹកសុទ្ធហ្នឹង2ដបម្ដង2ដបឬ3ដបទៀតអញ្ចឹងបានអាត្មាសូមទូសើមួយយ៉ាងដែរតែក្រុមហ៊ុនខាគូធីនេះវាគ្រាន់បើនឹងការព្យាបាលបណ្ដោយតែបងប្រើទៅប្រហែលជារយៈពេលប្រហែលដែលវាជ្រុះគ្រោះហ្នឹងមកខ្ញុំលេបអស់ប្រហែលអស់6គ្រាប់ជ្រុះអស់តែ6គ្រាប់ទេបាទជ្រុះមួយគ្រាប់វាមកខាយហូបអស់តែ6គ្រាប់ទេបាទ6គ្រាប់ក៏ជ្រុះបាទចូលកន្លងមកនេះបងប្រើអស់ហើយប្រហែលកំប៉ុងហើយប្រើទៅមុខអានេះបងប្រើខ្លួនឯងទៅធ្លាក់មកពិតប្រាកដណាបាទអត់មាននរណាមកបាទខ្លួនវាក៏ឲ្យនិយាយអីណាបងអត់ទេហូបធ្លាក់ខ្លួនឯងមែនហ្នឹងហើយអូខេបងហើយអញ្ចឹងបងជាចុងក្រោយបងមានវាពេកអីតាមផ្សាយទៅកាន់ពុកម៉ែបងប្អូនយើងដែលគាត់មានបញ្ហាដូចបងណាបើតាបងប្អូនណាមានគ្រូក្រងនងក៏ទិញត្រាំក្រុមហ៊ុនខាគូទីលដែរបកែស័ក្តិសិទ្ធពេទ្យចាក់ថ្នាំលេបថ្នាំ5ឆ្នាំអូនេះជួយ5ចាទឹកគេថាមើលតែបញ្ហាគេថាយើងដំបៅត្រង់នោមហួលនោមឈាមទៀតអូចាបានប្រើថ្នាំនេះទៅវាបាត់នោមហួលនោមអីបាត់នោមឈាមអូខ្ញុំមកលាកម្រងនោមយកប្រហែលជា10ឆ្នាំហីលោកគ្រូនោមតែយកទេនោមអត់បានដេកទេយកអូអត់បានសូរ៉ានេះតែយកឡើងនោមរហូតហើយទៅពេលញ៉ាំបានតែប្រហែល3 4ថ្ងៃបាត់ឈឹងគ្រូយ៉ាងច្រើនក៏យកមានតែម្ដង